ពិធីបុណ្យឆ្លងសមិទ្ធផលនានាដែលបានកសាងក្នុងឆ្នាំ2025វត្តច័ន្ទមូលីហៅវត្តកំពង់ឈើទាលខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំជាព្រះចៅអធិការលោកអាចារ្យគណៈកម្មការអាជ្ញាធរភូមិនិងពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទមូលីហៅវត្តកំពង់ឈើទាលនិងពុទ្ធបរិស័ទជិតឆ្ងាយបានរួបរวมសាមគ្គីប្រារព្ធពិធីបុណ្យឆ្លងសមិទ្ធផលនានាដែលបានកសាងក្នុងឆ្នាំ2025ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលផ្សេងទៀតក្នុងវត្តបន្តដែលស្ថិតនៅក្នុងភូមិកំពង់ឈើទាលឃុំតាំងក្រសៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំអាស្រ័យហេតុនេះសូមអារាធនានិមន្តនិងគោរពអញ្ជើញព្រះតេជគុណសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាចូលរួមឲ្យបានច្រើនកកកនិងអនុមោទនាទទួលយកនៅមគ្គផលអានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកុំបីឃ្លៀងឃ្លាតឡើយកម្មវិធីបុណ្យថ្ងៃសៅរ៍13កើតខែមិញឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី31ខែមករាឆ្នាំ2026វេលាម៉ោង1រសៀលប្រារព្ធពិធីក្រុងពាលីវេលាម៉ោង5ល្ងាចជួបជុំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម្មទេសនាដោយព្រះគ្រូសន្តិធាវីមាសជីវ័នព្រះវិន័យធម៌អនុគុណស្រុកប្រាសាទសម្បូរនិងព្រះចៅអធិការវត្តច័ន្ទមូលីលុះព្រឹកឡើងថ្ងៃអាទិត្យខែមិញឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី1ខែកុម្ភៈឆ្នាំ2026វេលាម៉ោង7ព្រឹកប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង8:30នាទីនិមន្តព្រះសង្ឃ55អង្គគោចរបិណ្ឌបាតនិងពហុទេវីដើរឆ្លងជាកិច្ចបង្ហើយបុណ្យបញ្ជាក់កម្មវិធីបុណ្យនេះប្រារព្ធធ្វើនៅវត្តច័ន្ទមូលីស្ថិតនៅភូមិកំពង់ឈើទាលឃុំតាំងក្រសៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំអ្នកផ្ដើមបុណ្យព្រះគ្រូចៅអធិការលោកអាចារ្យគណៈកម្មការវត្តច័ន្ទមូលីពុទ្ធបរិស័ទភូមិកំពង់ឈើទាលឃុំតាំងក្រសៅពុទ្ធបរិស័ទភូមិកំពង់ឈើទាលឃុំសម្បូរពុទ្ធបរិស័ទភូមិតាំងក្រងឃុំតាំងក្រសៅសូមពុទ្ធពោធទាំង4ប្រការចូលកើតមានដល់លោកអ្នកគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណ